លោកប្រុសតូចលោកប្រុសតូចឡើងខ្ញុំទៅនេះអ្នកនាងតាណាមណាហេតុអីក៏មិនប្រយ័ត្នចង់នេះស្មានឲ្យខ្ញុំមកតន់ចាគឺខ្ញុំទៅដល់ហើយនៅខាងក្រោយប៉ុន្តែខ្ញុំនៅមិនបានប្រយ័ត្នក៏ល្អិតចង់ដួលតាមពិតគឺអញ្ចឹងសោះខ្ញុំមកនេះគឺខ្ញុំមកយកចម្លើយពីនាងមិនហើយរំពីម្សិលមិញតើអ្នកនាងអាចឆ្លើយប្រាប់ខ្ញុំបានហើយឬនៅអ្នកមីលីអ្នកនាងឆ្លើយជាមួយខ្ញុំមកលោកប្រុសតូចនេះរឿងដែរលោកប្រុសតូចនិយាយប្រាប់ខ្ញុំរឿងសំឡេងគឺជារឿងប្រុសខ្ញុំស្មានថាលោកប្រុសតូចគ្រាន់តែនិយាយលេងជាមួយនឹងខ្ញុំទេនេះខ្ញុំមិនស្មានថាលោកប្រុសនិយាយលេងខ្ញុំយ៉ាងមែនទេនេះខ្ញុំនិយាយមែនតានាងឆ្លើយមកណាខ្ញុំសំវងលោកប្រុសតូចខ្ញុំខ្លាចតែគ្រួសារលោកប្រុសតូចមិនពេញចិត្តរបស់ខ្ញុំទេម៉ែរបស់លោកប្រុសតូចក៏រើសអើងខ្លាំងណាស់ខ្ញុំមិនហ៊ានទេទោះបីជាខ្ញុំយល់ព្រមក៏គ្មានន័យដែរមិនក៏ថាគ្មានន័យនេះខ្ញុំស្រឡាញ់នាងណាអញ្ចឹងនាងមិនគិតថាខ្ញុំជាកូនអ្នកមានដំណោខំស្រឡាញ់នាងតែនាងមិនអប់ទៅពេលហ្នឹងខ្វះគេស្លាប់ឲ្យខ្ញុំនាងតាមទៅអត់ធំមកខ្ញុំមិនដែលមានចូលស្រឡាញ់ណាដូចជានាងទេនាងខ្ញុំសុំមកនាងបណ្ដៃដល់ខ្ញុំណាខ្ញុំស្រឡាញ់នាងខ្លាំងណាស់ខ្ញុំយល់ព្រមនេះនាងព្រមហើយយេទីបំផុតនាងព្រមទទួលសារខ្ញុំហើយខ្ញុំសប្បាយចិត្តណាស់នាងខ្ញុំអរគុណនាងហើយយេកណាទៀតហើយពិតជាសម្រាប់ដល់ហើយនេះប្រហែលថ្ងៃនេះដូចជាមិនបាននៅផ្ទះសោះពេលមកពីក្រៅវិញយើងមិនមានម្នាក់ឯងធ្វើដូចជាមិនមានស្នេហាអញ្ចឹងពិតជាសង្ស័យណាស់មិនបានទេខ្ញុំសង្ស័យដល់ហើយនេះថ្ងៃណាមួយខ្ញុំត្រូវតែដឹងឲ្យបានថាគេមានស្នេហាមិនក៏អត់លោកជំទាវអងនេះគឺក្មួយចាលោកជំទាវអ៊ំខ្ញុំគឺរាជនីខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់តែដែលលោកជំទាវអ៊ំមិនភ្លេចឈ្មោះខ្ញុំបែបនេះហើយជំទាវអ៊ំភ្លេចយ៉ាងម៉េចទៅបាទលោកជំទាវក្មួយមានតែម្នាក់គត់ដល់ភ្លេចទៅវាចាប់បាត់ទៅហើយលោកជំទាវអ៊ំនិយាយអញ្ចឹងបងរត់ទៅសាក់ក៏តាណាបាត់ហើយកូនរត់ទៅសាក់គេទៅដើរលេងនៅខាងក្រៅវិមានរាល់ថ្ងៃនេះគេដើរចេញពីផ្ទះអ្នកនាងតើហេតុអីបានជាអ្នកនាងសុខក៏ជប់អញ្ចឹងមានរឿងអីមែនលោកប្រុសខ្ញុំដូចមានអារម្មណ៍ថាភ័យយ៉ាងម៉េចទេខ្ញុំគិតថាមិនបាច់ទេពួកយើងត្រឡប់ទៅផ្ទះវិញទៅលោកប្រុសខ្ញុំទៅផ្សារវិញទៅណាខ្ញុំមិនហ៊ាននឹងធ្វើជួបមុខម្ដាយរបស់លោកប្រុសទេលោកប្រុសខ្ញុំសូមវល់ណាឲ្យខ្ញុំទៅវិញទៅបើនាងស្រឡាញ់ខ្ញុំនាងហ៊ានទៅហើយរួមមកក៏នាងមិនស្រឡាញ់ខ្ញុំអ្នកម៉ែកូនមកវិញហើយកូនមានដំណឹងល្អចង់ប្រាប់អរគុណនេះកូនមកវិញហើយនេះកូននឹងទេនេះគឺជាក្មួយរាជនីតែគេមកលេងពុកយ៉ាងណាស្រីម្នាក់នេះជាអ្នកទៅហេតុអីក៏កូនចាំបាច់ត្រូវដឹកឯងបាទអ្នកម៉ែថ្ងៃនេះដែរគឺខ្ញុំមានដំណឹងល្អចង់មកប្រាប់អ្នកម៉ែចង់ឲ្យខ្ញុំមានភរិយាឥឡូវនេះគឺខ្ញុំបានធ្វើតាមដូចបំណងម៉ែហើយគឺថាខ្ញុំនឹងមានភរិយាឆាប់នេះហើយជាមនុស្សស្រីដែលខ្ញុំស្រឡាញ់នាងទៀតច
ជាក្មួយរី គឺនេះម្នាក់នេះឲ្យម៉ែអេមីលី រត់ទៅស្អាតហេតុអីក៏កូនធ្វើអញ្ចឹងកូនដឹងហើយកូននឹងរាជិនីគឺជាគូដណ្ដឹងដែលម៉ែនេះបានចាប់សង្គមតាំងពីពួកកូននៅក្នុងផ្ទៃដូច្នេះកូនត្រូវតែយករាជិនីធ្វើជាភរិយាណាក្រៅពីរាជិនីគឺគ្មានអ្នកណាស័ក្តិសមធ្វើជាភរិយាកូនឡើយណែរត់ទៅស្អាតកូនត្រូវចាំណាកូនត្រូវតែរៀបការជាភរិយាស្វាមីជាមួយនឹងព្រះរាជិនីមិនមែនហើយបងខ្ញុំនឹងរៀបការជាមួយនឹងបងឆាប់នេះហើយយើងនឹងសាងគ្រួសារដ៏ល្អឥតខ្ចោះមួយ ឈុំនិយាយទៅគ្មានផ្លូវទៅរាជធានីបងចាត់ទុកឯងត្រឹមតែចំពោះសិតតែប៉ុណ្ណោះអ្នកម៉ែខ្ញុំប្រឹងម៉ែជាលោកចុងក្រោយណាបើសិនជាអ្នកម៉ែមិនឲ្យខ្ញុំរៀបការជាមួយនឹងមីលីធ្វើជាភរិយាទេនោះអ្នកម៉ែក៏ដឹងស្រាប់ហើយថាឈ្មោះនៅត្រកូលវិមាននេះគឺជាឈ្មោះរបស់ខ្ញុំដូច្នេះនៅពេលដែលគ្មានឈ្មោះខ្ញុំគ្រួសារនេះនឹងខ្សែធនខ្ញុំនឹងធ្វើឲ្យគ្រួសារនេះរលំរលាយទាំងអស់បើសិនជាអ្នកម៉ែមិនសម្រេចម្ដងខ្ញុំអ្នកម៉ែជ្រើសទៅតើផ្លូវមួយណាដែលអ្នកម៉ែសុខចិត្តរើសបើសិនជាអ្នកម៉ែសុខចិត្តរើសផ្លូវណាខ្ញុំនឹងធ្វើផ្លូវឲ្យអ្នកម៉ែមើលណាយើងបានទេ លោកជំទាវអ៊ំហើយគាត់លោកជំទាវអ៊ំបាត់មាត់សិនអញ្ចឹងអើយស្កាប់ទៅចេញខ្ញុំប្រំណាខ្ញុំប្រាប់តែបានមកទៅមកអ៊ំគាត់ប្រំទៅមកទៅអ៊ំទៅហើយចាំទៅចាប់បានមកទៅសាក់បានណាហើយបាត់មកខាងនោះទៅប្រំនិយាយណាខាត់ទៅលើនេះនេះទៅថាអ៊ំស៊ីនឹងទៅអ៊ំទៅទីអ៊ំកាត់អញ្ចឹងអសាណាអ៊ំឃើញថាเป็นចឹងនេះទេមនុស្សអ៊ំពេញចិត្តគឺជាក្មួយតែម្នាក់គិតណែលោកជំទាវអ៊ំគាត់ថាផែនការគឺមានក៏ប៉ុន្តែអាស្រ័យទៅលើក្មួយតើក្មួយហ៊ានលះបង់វាបានទេបើសិនជាក្មួយហ៊ានលះបង់វាបាននឹងបានសម្រាប់លះបង់របៀបណាទៅអ៊ំប្រាប់មកគឺក្មួយត្រូវតែឲ្យកូនទៅសាក់នឹងស្រីមីលីម្នាក់នោះរៀបការជាភរិយាស្វាមីនឹងគ្នាតើក្មួយអាចធ្វើបានទេមនុស្សខ្ញុំសង្ហាហើយអាចទៅប្រជុំអ្នកផ្សេងអាចខ្ញុំធ្វើមិនខ្ញុំធ្វើចឹងបានទេបើថាធ្វើចឹងបានទេអាចពួកវាខ្លាញ់គ្នាសាងស្នេហាគ្រួសារសំណងទៅអញ្ចឹងត្រូវតែផានចាប់អានោះឯងទ្រាំបានទេតែអ៊ំប្រកាសហើយថាពេលដែលពួកគេរៀបការជាមួយគ្នាហើយអ៊ំទៅសាររកវិធីកម្ចាត់នេះនឹងចឹងពីទីនេះឲ្យបានណាលោកជំទាវអ៊ំមិនព្រឹកបាត់ពីសច្ចៈទេយើងក៏មិនពេញចិត្តនេះអញ្ចឹងអ៊ំទុកវាធ្វើស្អីតែដែលការឲ្យពេលណាអ៊ំនឹងរកវិធីគ្រប់បែបយ៉ាងដើម្បីដេញក្បាលវិចិត្រពីទីនេះចាំមើលទៅពេលនោះកូនប្រុសរបស់ជំទាវអ៊ំនេះនៅស្រុកទៀតទេ